បាទសួស្តីបងប្អូនសិស្សានុសិស្សដែលកំពុងរៀនភាសាខ្មែរថ្នាក់ទី6បាទចឹងថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូមួយបង្ហាញអំពីអត្រាកំណែបាទអត្រាកំណែវិញ្ញាសាតេស្តដើមឆ្នាំនិងតេស្តចុងឆ្នាំលើមុខវិជ្ជាភាសាខ្មែរថ្នាក់ទី6បងប្អូនណាបាទចឹងខ្ញុំសូមធ្វើតែជាអត្រាកំណែទេបាទដោយឡែកវិញ្ញាសាតេស្តគឺលោកគ្រូគាត់ឲ្យបងប្អូនប្រឡងតាមរយៈទូរស័ព្ទដៃឬក៏ប្រឡងតាមរយៈกระดาษឲ្យយើងគូសគ្រីសឬក៏យើងចុចនៅលើទូរស័ព្ទដៃបាទអញ្ចឹងបើយើងប្រឡងនៅលើទូរស័ព្ទដៃយើងគ្រាន់តែអានអត្ថបទគេអានសំណួរគេទៅយើងចុចចម្លែកជ្រើសរើសនៅខាងក្រោមតែបើសិនជាយើងប្រឡងតាមរយៈទូរស័ព្ទដៃគឺយើងងាយស្រួលបាទតែបើយើងប្រឡងតាមរយៈกระดาษវិញគឺយើងប្រឡងដោយយើងចុចឬក៏យើងគូសថិចគូសគ្រីសនៅលើចម្លើយគូសគ្រីសនៅលើចម្លើយដែលនៅលើសន្លឹកកិច្ចការរបស់យើងបាទតោះចឹងយើងចូលមកមើលសំណួរទី1ឲ្យយើងអានអត្ថបទរួចឆ្លើយនឹងសំណួរខាងក្រោមបងប្អូនណាចឹងនេះជាអត្ថបទឲ្យយើងអានទាំងអស់គ្នាដើម្បីយើងងាយស្រួលក្នុងការឆ្លើយចឹងយើងអានទាំងអស់គ្នាមកក្តីសប្បាយចិត្តបាទនៃការជួបគ្នាបាទនៃការជួយគ្នាបងប្អូនណាក្តីសប្បាយចិត្តនៃការជួយគ្នារតនាជាក្មេងប្រុសម្នាក់រស់នៅក្បែរផ្ទះយាយសាយយាយសាយជាស្ត្រីចំណាស់ម្នាក់ដែលរស់នៅតែម្នាក់ឯងរាល់ថ្ងៃរតនាតែងតែឃើញយាយសាយធ្វើដំណើរយឺតពេលទៅផ្សារឬទៅវត្តថ្ងៃមួយបន្ទាប់ពីត្រឡប់មកពីសាលារៀនវិញរតនាបានឃើញយាយសាយកំពុងតែព្យាយាមលើកក្អមទឹកធំមួយក្អមនោះពិតជាធ្ងន់ណាស់ហើយយាយសាយហាក់ដូចជាគ្មានកម្លាំងលើកវាចូលផ្ទះសោះរតនាឃើញហើយក៏មានចិត្តអាណិតគាត់បានរត់ទៅជិតយាយសាយហើយនិយាយថាយាយសាយចាំខ្ញុំជួយលើកជូនបាទយាយសាយងាកមកមើលរតនាឃើញហើយញញឹមអរគុណច្រើនណាស់ចៅយាយពិតជាលើកមិនរួចមែនរតនាក៏បានចាប់លើកក្អមទឹកនោះយឺតទោះបីជាវាធ្ងន់បន្តិចសម្រាប់គាត់ក៏ដោយក៏រតនាព្យាយាមអស់ពីកម្លាំងទីបំផុតគាត់ក៏លើកក្អមទឹកនោះបានសម្រេចហើយលើកចូលទៅក្នុងផ្ទះយាយសាយដោយសុវត្ថិភាពយាយសាយបានអង្អែលក្បាលរតនាហើយនិយាយថាចៅពិតជាក្មេងល្អណាស់ចេះជួយអ្នកដទៃយាយសូមជូនពរចៅឲ្យរៀនពូកែនិងមានសុខភាពល្អរតនាញញឹមយ៉ាងស្រស់គាត់មិនបានគិតអ្វីច្រើននោះទេក្រៅពីបានជួយយាយសាយពេលគាត់ដើរត្រឡប់ទៅផ្ទះវិញរតនាមានអារម្មណ៍ថាខ្លួនឯងពិតជាសប្បាយចិត្តនិងមានក្តីសុខខ្លាំងណាស់គាត់ដឹងថាការធ្វើអំពើល្អចំពោះអ្នកដទៃពិតជាផ្ដល់ក្តីសប្បាយរីករាយពិតប្រាកដបាទតោះចឹងយើងមកមើលសំណួរគេសួរថាតើពាក្យអាណិតនៅក្នុងអត្ថបទមានន័យដូចម្ដេចបាទចឹងយើងរើសយកចម្លើយលេខ1ណាបាទយើងគ្រាសយកចម្លើយលេខ1បើទូរស័ព្ទដៃយើងចុចនៅលើលេខ1គឺពាក្យអាសូរលេខ2គឺអត្ថបទយើងដដែលគេសួរថាតើពាក្យព្យាយាមក្នុងអត្ថបទមានន័យដូចម្ដេចបាទអញ្ចឹងយើងយកលេខ1ដែរគឺខិតខំបងប្អូនបាទចូលដល់លេខ3គេសួរយើងថាតើពាក្យសម្រេចក្នុងអត្ថបទមានន័យដូចម្ដេចបាទអញ្ចឹងយើងយកពាក្យថាបានផលបាទលេខ1គឺបានផលចូលដល់លេខ4គេសួរថាតើពាក្យសុវត្ថិភាពក្នុងអត្ថបទមានន័យដូចម្ដេចបាទអញ្ចឹងយើងយកពាក្យមួយគឺពាក្យនៅខាងលើគេដាក់ថាគ្មានភ័យខ្លាចណាបាទគ្មានភ័យខ្លាចចូលដល់មេរៀនចូលដល់សំណួរទី5បងប្អូនណាសំណួរទី5គេឲ្យយើងអានអត្ថបទថ្មីមួយទៀតបាទដើម្បីឆ្លើយសំណួរខាងក្រោមតោះចឹងយើងអានទាំងអស់គ្នាហេតុអ្វីបានជាមានវិស្មកាលសំទោសហេតុអ្វីបានជាមានវិសមភាពសង្គមបាទហេតុអ្វីបានជាមានវិសមភាពសង្គមតោះចឹងយើងអានទាំងអស់គ្នានៅក្នុងសង្គមនីមួយៗយើងឃើញមនុស្សមានជីវិតរស់នៅខុសៗគ្នាអ្នកខ្លះមានផ្ទះធំមានទ្រព្យសម្បត្តិច្រើនចំណែកអ្នកខ្លះទៀតមានជីវភាពខ្វះខាតភាពខុសគ្នានេះត្រូវបានគេហៅថាវិសមភាពសង្គមតើអ្វីទៅជាមូលហេតុដែលនាំឲ្យមានវិសមភាពបែបនេះបាទ
ទី1គឺជាឱកាសក្នុងការសិក្សាកុមារខ្លះមានឱកាសរៀននៅសាលាល្អៗមានសម្ភារៈសិក្សាគ្រប់គ្រាន់និងមានគ្រូបង្រៀនពូកែការអប់រំល្អអាចជួយឲ្យពួកគេមានចំណេះដឹងខ្ពស់និងងាយរកការងារល្អៗនាពេលអនាគតចំណែកកុមារខ្លះទៀតអាចនឹងមិនមានឱកាសល្អដូចគ្នាទេបាទទី2បាទនិយាយមើលទី2អស់គ្នាណាខ្ញុំឆ្លិចចេះចាស់នោះអានបងប្អូនបាទទី2គឺប្រភេទការងារខ្លះផ្ដល់ប្រាក់ចំណូលខ្ពស់ដូចជាវិស្វករគ្រូពេទ្យឬអ្នកគ្រប់គ្រងក្រុមហ៊ុនធំចំណែកការងារខ្លះទៀតអាចនឹងផ្ដល់ប្រាក់ចំណូលតិចតួចប៉ុណ្ណោះមនុស្សដែលមានជំនាញពិសេសឬមានការអប់រំខ្ពស់ជារឿយអាចរកការងារនិងមានប្រាក់ខែខ្ពស់ជាងបាទអញ្ចឹងយើងចូលដល់ទី3បាទស្ថានភាពគ្រួសារតាំងពីកំណើតកុមារខ្លះកើតមកក្នុងគ្រួសារដែលមានជីវភាពធូរធារស្រាប់ឪពុកម្ដាយរបស់ពួកគេអាចផ្ដល់ធនធានច្រើនយ៉ាងដូចជាការបណ្ដុះបណ្ដាលបន្ថែមឬឱកាសធ្វើអាជីវកម្មចំណែកកុមារខ្លះទៀតកើតមកក្នុងគ្រួសារដែលជួបការលំបាកទៅដល់ចំណុចទី4គឺទីតាំងភូមិសាស្ត្រប្រជាជនដែលរស់នៅក្នុងទីក្រុងធំជារឿយមានឱកាសការងារនិងទទួលបានសេវាកម្មសាធារណៈច្រើនជាងអ្នកដែលរស់នៅតាមជនបទដាច់ស្រយាលបាទវិសមភាពសង្គមគឺបញ្ហាស្មុគស្មាញមួយការយល់ដឹងពីមូលហេតុទាំងនេះគឺជាជំហានដំបូងដើម្បីគិតរកដំណោះស្រាយរួមគ្នាសម្រាប់សង្គមមួយដែលកាន់តែមានភាពយុត្តិធម៌បាទតោះចឹងបន្ទាប់ពីយើងអានអត្ថបទចប់យើងមកមើលសំណួរគេសួរថាតើអ្នករស់នៅក្នុងទីតាំងភូមិសាស្ត្របែបណាដែលជារឿយមានឱកាសមានការងារច្រើនបាទច្រើនជាងអញ្ចឹងយើងយកលេខ1គឺនៅក្នុងទីក្រុងធំទៅដល់លេខ2លេខសំណួរទី6គឺយើងតេតងមុនអត្ថបទយើងដដែលគេសួរថាតើភាពខុសគ្នានៃជីវិតរស់នៅរបស់មនុស្សក្នុងសង្គមត្រូវបានគេហៅថាអ្វីបាទអញ្ចឹងយើងយកលេខ1ដែរគេហៅថាវិសមភាពសង្គមបងប្អូនណាបាទអញ្ចឹងចូលដល់លេខ7បាទអត្ថបទយើងដដែលគេសួរថាតើការងារប្រភេទណាដែលអត្ថបទលើកឡើងថាផ្ដល់ប្រាក់ចំណូលខ្ពស់បាទចឹងគេយកការងារមួយគឺការងារសាងសង់បងប្អូនណាលេខ1គឺការងារសាងសង់ចូលដល់លេខ8បាទអត្ថបទយើងដដែលគេសួរថាតើអ្វីជាមូលហេតុទី1ដែលនាំឲ្យមានវិសមភាពសង្គមយោងតាមអត្ថបទនេះបាទអញ្ចឹងយើងយកលេខ1ដែរគឺឱកាសទទួលការអប់រំបងប្អូនណាគឺឱកាសទទួលការអប់រំចឹងចូលដល់លេខ9បាទគេសួរយើងដដែលគេថាតើកុមារកើតមកក្នុងគ្រួសារបែបណាដែលមានធនធានប្រើប្រាស់ច្រើនបាទចឹងយើងរើសយកចំណុចទី1គឺគ្រួសារដែលមានទ្រព្យសម្បត្តិបងប្អូនណាគ្រួសារដែលមានទ្រព្យសម្បត្តិចឹងយើងចូលដល់សំណួរទី10បាទសំណួរទី10គេមានអត្ថបទថ្មីមួយទៀតឲ្យយើងអានបាទតោះចឹងយើងអានទាំងអស់គ្នាក្តីស្រមៃរបស់សុភាបាទនៅភូមិតូចមួយឆ្ងាយដាច់ស្រយាលបាទភូមិមួយឆ្ងាយដាច់ស្រយាលឈ្មោះភូមិដំណាក់ត្រាចមានក្មេងប្រុសម្នាក់ឈ្មោះសុភាមានអាយុ12ឆ្នាំហើយគាត់ចូលចិត្តរៀនសូត្រណាស់រាល់ថ្ងៃគាត់តែងតែដើរទៅសាលាបឋមសិក្សាភូមិដំណាក់ត្រាចដែលមានចម្ងាយប្រហែល2គីឡូម៉ែត្រពីផ្ទះរបស់គាត់សាលានេះមានបន្ទប់រៀនចាស់មិនសូវមានសៀវភៅច្រើនដូចសាលានៅទីក្រុងនោះទេកុមារសំទោសឪពុកម្ដាយរបស់សុភាគឺជាកសិករពួកគាត់ខិតខំធ្វើការងារលើស្រែចម្ការតាំងពីព្រឹកព្រលឹមរហូតដល់ពេលល្ងាចដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារពួកគាត់មិនសូវមានពេលជួយបង្រៀនសុភាធ្វើកិច្ចការផ្ទះឡើយម្យ៉ាងវិញទៀតនៅក្នុងភូមិសុភាក៏មិនមានបណ្ណាល័យឬហាងលក់សៀវភៅសម្រាប់សុភាទៅរៀនសូត្របន្ថែមនោះទេសុភាពិតជាឆ្លាតណាស់គាត់តែងតែទទួលបាននិទ្ទេសល្អក្នុងការសិក្សាគាត់មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនម្នាក់
ដើម្បីវិលត្រឡប់មកជួយបង្រៀនក្មេងៗនៅក្នុងភូមិរបស់គាត់ប៉ុន្តែពេលខ្លះសុភាមានអារម្មណ៍បាក់ទឹកចិត្តគាត់មិនគាត់ឮមិត្តភ័ក្តិនៅទីក្រុងនិយាយថាពួកគេបានរៀនភាសាអង់គ្លេសរៀនកុំព្យូទ័រនិងរៀនគណិតវិទ្យាបន្ថែមនៅសាលាឯកជនពួកគេមានអ៊ីនធឺណិតដើម្បីស្រាវជ្រាវមេរៀនហើយឪពុកម្ដាយក៏មានពេលបង្រៀនពួកគេផងដែរសុភាដឹងថាខ្លួនឯងមិនមានឱកាសល្អដូចក្មេងៗនៅទីក្រុងនោះទេគាត់មិនមានលទ្ធភាពទៅរៀនបំប៉នឬទិញសៀវភៅច្រើនដូចគេឡើយទោះបីជាយ៉ាងណាក៏ដោយសុភាមិនបានបោះបង់ក្តីស្រមៃរបស់គាត់ទេគាត់នៅតែបន្តខិតខំរៀនសូត្រឲ្យអស់ពីលទ្ធភាពដោយប្រើប្រាស់សៀវភៅដែលមានស្រាប់និងសួរអ្នកគ្រូនៅសាលាគាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងអាចសម្រេចក្តីស្រមៃរបស់គាត់ទោះបីជាផ្លូវលំបាកយ៉ាងណាក៏ដោយបាទតោះចឹងយើងមកមើលសំណួរគេសួរថាតើសុភាមានអាយុប៉ុន្មានឆ្នាំបាទចឹងយើងយកលេខ1គឺអាយុ12ឆ្នាំបងប្អូនបាទអត្ថបទយើងដដែលចូលសំណួរទី11គេសួរថាតើសុភាត្រូវដើរថ្មើរជើងប៉ុន្មានគីឡូម៉ែត្រទៅសាលារៀនចឹងយើងយកចម្លើយលេខ2គឺ2គីឡូម៉ែត្របាទចូលដល់សំណួរទី12បាទគេសួរថាតើសុភាមានក្តីស្រមៃចង់ក្លាយជាអ្នកអ្វីបាទចឹងសុភាគាត់ចង់ក្លាយជាគ្រូបង្រៀនបងប្អូនណាយើងយកចម្លើយលេខ1តោះចូលដល់ទី13តើភូមិរបស់សុភាមានឈ្មោះអ្វីបាទចឹងយើងយកចម្លើយលេខ1គឺភូមិដំណាក់ត្រាចបាទណាអានអត្ថបទទៅយើងដឹងហើយគឺភូមិដំណាក់ត្រាចចូលដល់ទី14បាទគេសួរថាតើឪពុកម្ដាយរបស់សុភាមានមុខរបរអ្វីបាទចឹងយើងយកលេខ1គឺកសិករបងប្អូនបាទតោះចឹងយើងមកមើលក្តីសង្ឃឹមរបស់កុមារសំណួរទី15បាទក្តីសង្ឃឹមរបស់កុមារការអង្កេតនេះមានគោលបំណងចម្បងដើម្បីស្វែងយល់ពីក្តីសង្ឃឹមគោលដៅនិងផែនការនាពេលអនាគតរបស់កុមារជាពិសេសពាក់ព័ន្ធនឹងអ្វីដែលពួកគេចង់រៀននិងអ្វីដែលពួកគេចង់ធ្វើនៅពេលធំឡើងបាទតោះចឹងយើងមើលតារាងទាំងអស់គ្នាបាទបងប្អូនអានទាំងអស់គ្នាមកណាបាទនេះជាតារាងរបស់គ្នាខ្ញុំអត់អានជូនទេដោយសារបើខាតពេលយើងទុកឲ្យបងប្អូនជាអ្នកអានបាទចឹងយើងអានទាំងអស់គ្នាទៅចឹងបន្ទាប់ពីយើងអានចប់ហើយយើងមកមើលសំណួរគេសួរថាតើសិស្សប៉ុន្មានអ្នកដែលចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រហើយចង់ក្លាយជាគ្រូពេទ្យនិងគិលានុបដ្ឋាយិកាបាទណាតើមានសិស្សប្រមាណអ្នកដែលចូលចិត្តរៀនមុខវិជ្ជាវិទ្យាសាស្ត្រហើយចង់ធ្វើជាគ្រូពេទ្យឬគិលានុបដ្ឋាយិកាចឹងយើងយកលេខ1គឺមាន8អ្នកបងប្អូនបាទណាមាន8អ្នកចូលដល់សំណួរទី16គេសួរថាតើសិស្សសរុបទាំងអស់ប៉ុន្មានអ្នកដែលចូលចិត្តបើសិនបានចូលរួមឆ្លើយការអង្កេតនេះបាទចឹងតើមានសិស្សសរុបទាំងអស់ប៉ុន្មានអ្នកដែលបានចូលរួមឆ្លើយការអង្កេតនេះចឹងយើងយកលេខ1គឺ45បាទណា45អ្នកចូលដល់ទី17បាទគេសួរថាតើសិស្សប៉ុន្មានអ្នកដែលចូលចិត្តមុខវិជ្ជាគណិតវិទ្យាហើយចង់ធ្វើជាគ្រូបង្រៀនបាទចឹងតាមរយៈតារាងយើងមើលទៅយើងឃើញមានសិស្សចំនួន5នាក់យើងយកចម្លើយលេខ5បងប្អូនណា5នាក់ចូលដល់លេខ18តើសិស្សសរុបទាំងអស់ប៉ុន្មានអ្នកដែលចង់ក្លាយជាវិស្វករឬក៏អ្នកបច្ចេកទេសបាទចឹងយើងយកចម្លើយលេខ3គឺមាន5នាក់បងប្អូនណាបាទមាន5នាក់លេខ3ចូលដល់សំណួរទី19បាទទី19គេសួរថាតើមុខវិជ្ជាអ្វីដែលសិស្សចូលចិត្តរៀនចូលចិត្តច្រើនជាងគេបង្អស់នៅក្នុងការអង្កេតនេះបាទចឹងតើមុខវិជ្ជាអ្វីដែលសិស្សចូលចិត្តច្រើនជាងគេបង្អស់នៅក្នុងការអង្កេតនេះចឹងរើសយកចម្លើយលេខ1គឺគណិតវិទ្យាបាទណាគឺគណិតវិទ្យាចឹងយើងចូលដល់ទី20បាទទី20គេសួរថាតើសិស្សសរុបប៉ុន្មានអ្នកដែលចង់ធ្វើជាគ្រូពេទ្យឬគិលានុបដ្ឋាយិកាបាទចឹងយើងយកលេខ1គឺ12នាក់យើងឃើញចម្លើយគេគ្រីសហើយណាបាទ12នាក់
ចូលដល់សំណួរទី21បាទធនធានរ៉ែនៅកម្ពុជាបាទចូលពិនិត្យមើលព័ត៌មានក្នុងរូបរួចឆ្លើយសំណួរបាទធនធានរ៉ែនៅកម្ពុជាអញ្ចឹងយើងមើលរូបទាំងអស់គ្នាទៅបងប្អូនបាទមានបំពង់បង្ហូរមានដីមិនជ្រាបទឹកឧស្ម័នខ្សាច់ស្ទាប់ដីណាសិលាស្ពោតប្រេងកាតទឹកប្រៃបាទយើងមើលទាំងអស់គ្នាទៅហើយមានអង្គតានផ្សេងតោះចឹងយើងមើលរូបហើយយើងមកមើលសំណួរគេសួរថាតើអ្វីដែលត្រូវបានបូមចេញតាមបំពង់បង្ហូរពីក្រោមដីបាទចឹងយើងយកចំណុចលេខ1គឺប្រេងកាតបាទណាប្រេងកាតចូលដល់លេខ22គឺថាតើឧស្ម័នស្ថិតនៅជាប់ស្រទាប់ណាខ្លះបាទចឹងយើងយកចម្លើយលេខ3បាទដីមិនជ្រាបទឹកនិងប្រេងកាតបាទយើងយកលេខ3ណាដីមិនជ្រាបទឹកនិងប្រេងកាតចូលដល់លេខ23រូបយើងដដែលគេសួរថាតើឧស្ម័នត្រូវបានរកឃើញនៅលើស្រទាប់អ្វីបាទនៅពីលើស្រទាប់អ្វីចឹងឧស្ម័នត្រូវបានគេរកឃើញនៅពីលើស្រទាប់អ្វីយើងយកចម្លើយលេខ1គឺប្រេងកាតបាទចូលដល់លេខ24គេសួរថាតើស្រទាប់អ្វីដែលស្ថិតនៅពីលើគេបងអស់បាទចឹងយើងយកលេខ1ដែរគឺយកខ្សាច់បងប្អូនណាយកដីខ្សាច់ចូលដល់លេខ25រូបយើងដដែលគេសួរថាតើស្រទាប់អ្វីដែលស្ថិតនៅខាងក្រោមស្រទាប់ប្រេងកាតបាទចឹងយើងយកចំណុចទី4បាទគឺទឹកបងប្អូនណាគឺទឹកនៅខាងក្រោមស្រទាប់ប្រេងកាតចាំមើលឃើញអស់គ្នាណាប្រេងកាតចេញប្រេងកាតមកគឺសិលាស្ពោតគឺទឹកបងប្អូនណាគឺទឹកបាទចូលដល់សំណួរទី26ទាក់ទងរូបភាពយើងដដែលគេសួរថាតើប្រេងកាតស្ថិតនៅចន្លោះស្រទាប់ណាខ្លះបាទអញ្ចឹងយើងយកចំណុចលេខ1គឺទឹកប្រៃនិងឧស្ម័នបាទចូលដល់សំណួរទី27បាទរ៉ែមាសអញ្ចឹងឲ្យយើងអានអត្ថបទនេះរួចហើយយើងឆ្លើយនឹងសំណួរខាងក្រោមចឹងអត្ថបទគេទាំងវិញដែរចឹងយើងអានអត្ថបទគេទាំងអស់គ្នាបងប្អូនបាទមាសគឺជាលោហៈដ៏មានតម្លៃបំផុតមួយនៅលើភពផែនដីរបស់យើងវាមានពណ៌លឿងភ្លឺចែងចាំងរលោងស្រស់ស្អាតហើយអ្វីដែលពិសេសនោះគឺវាមិនងាយនឹងច្រេះឬប្រែពណ៌ទៅតាមពេលវេលានោះឡើយដោយសារលក្ខណៈពិសេសទាំងនេះហើយទើបមាសត្រូវបានមនុស្សគ្រប់គ្នាចូលចិត្តមាសមានលក្ខណៈទន់ល្មើយដែលអាចត្រូវបានគេដំឲ្យទៅជាបន្ទះស្ដើងដូចក្រដាសឬទាញឲ្យទៅជាសរសៃវែងតូចល្អិតបានយ៉ាងងាយស្រួលដោយមិនដាច់បាទដោយមិនដាច់មាសមិនមែនត្រូវបានគេរកឃើញជាដុំធំស្រាប់នោះទេភាគច្រើនមាសត្រូវបានគេរកឃើញលាយឡំជាមួយនឹងថ្មដីថ្មខ្សាច់ឬសារធាតុរ៉ែផ្សេងទៀតពេលដែលមាសលាយជាមួយរបស់ទាំងនោះយើងហៅថារ៉ែមាសបាទហៅថារ៉ែមាសត្រូវបានគេរកឃើញជាធម្មតានៅតាមបាតទន្លេស្ទឹងព្រែកឬនៅក្នុងរូងភ្នំខ្ពស់តំបន់ខ្លះមានរ៉ែមាសច្រើនរហូតក្លាយជាតំបន់រុករករ៉ែដ៏សំខាន់ដើម្បីយកមាសចេញពីរ៉ែមនុស្សត្រូវប្រើប្រាស់វិធីសាស្ត្រជាច្រើនវិធីសាស្ត្របុរាណគឺការជីកយកដីឬថ្មដែលមានរ៉ែមាសរួចយកទៅលាងជាមួយនឹងទឹកដោយប្រើត្បាល់ឬឧបករណ៍ងាយដើម្បីបំបែកយកមាសសុទ្ធចេញចំណែកវិធីសាស្ត្រទំនើបវិញគេប្រើម៉ាស៊ីនធំជីកយកដុំថ្មឬដីរួចយកទៅកិនឲ្យម៉ត់រួចចម្រាញ់ដោយប្រើសារធាតុគីមីឬបច្ចេកវិទ្យាផ្សេងទៀតដំណើរការនេះទាមទារភាពប្រុងប្រយ័ត្នខ្ពស់បាទតោះចឹងយើងតទៅមុខទៀតមាសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងជីវភាពប្រចាំថ្ងៃនិងឧស្សាហកម្មការប្រើប្រាស់ដ៏សំខាន់បំផុតគឺសម្រាប់ធ្វើគ្រឿងអលង្ការដ៏ប្រណិតដូចជាខ្សែកខ្សែដៃចិញ្ចៀនក្រវិលនិងគ្រឿងតុបតែងកាយផ្សេងទៀតដោយសារតែវាមានតម្លៃខ្ពស់និងមិនរលាយងាយ
មាសត្រូវបានគេប្រើជាទុនបម្រុងរបស់ធនាគារជាតិសម្រាប់ប្រទេសនីមួយៗផងដែរលើសពីនេះមាសក៏ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មអេឡិចត្រូនិកសម្រាប់ផលិតបន្ទះឈីបឬខ្សែតភ្ជាប់តូចៗដោយសារតែវាជាចំហាយអគ្គិសនីដ៏ល្អមាសពិតជាធនធានធម្មជាតិដ៏មានតម្លៃនិងកម្រមួយដែលបានផ្ដល់ប្រយោជន៍ជាច្រើនដល់មនុស្សជាតិនិងជាផ្នែកមួយនៃប្រវត្តិសាស្ត្រនិងវប្បធម៌របស់មនុស្សតាំងពីបុរាណកាលមកបាទអញ្ចឹងបន្ទាប់ពីយើងអានចប់យើងមកមើលសំណួរគេសួរថាតើមាសត្រូវបានគេប្រើប្រាស់ជាអ្វីសម្រាប់ធនាគារជាតិរបស់ប្រទេសបាទអញ្ចឹងយើងរើសយកចម្លើយលេខ1គឺជាទុនបម្រុងបាទទុនបម្រុងចុចដល់លេខ28បាទអត្ថបទយើងដដែលគេសួរថាតើមាសត្រូវបានគេយកទៅបំបែកឲ្យម៉ត់ដោយប្រើវិធីអ្វីខ្លះបាទអញ្ចឹងយើងយកលេខ1គឺកិនបងប្អូនណាយកកិនចូលដល់លេខ29បាទតើគ្រឿងអលង្ការដែលធ្វើពីមាសត្រូវបានគេហៅថាជាគ្រឿងអលង្ការបែបណាបាទអញ្ចឹងយើងយកចម្លើយលេខ1គឺយកពាក្យថាប្រណិតបងប្អូនបាទប្រណិតទី30អត្ថបទយើងដដែលបាទគេសួរថាតើវិធីសាស្ត្របែបណាដែលជាវិធីសាស្ត្រសម័យដើមក្នុងការយកមាសចេញពីរ៉ែបាទអញ្ចឹងយើងយកលេខ1ដែរគឺប្រើត្បាល់ឬឧបករណ៍ងាយបងប្អូនណាបាទទី31គេសួរថាតើលក្ខណៈសម្បត្តិរបស់មាសដែលធ្វើឲ្យវាមិនងាយខូចខាតនៅតាមពេលវេលាបាទតើលក្ខណៈសម្បត្តិអ្វីរបស់មាសដែលធ្វើឲ្យវាមិនងាយខូចខាតទៅតាមពេលវេលាបាទអញ្ចឹងយើងយកចម្លើយលេខ1ដែរគឺវាមិនងាយច្រេះបងប្អូនណាមិនងាយច្រេះអញ្ចឹងយើងសូមឆ្លេះវីដេអូយើងត្រឹមតែប៉ុណ្ណេះសិនបាទដើម្បីកុំឲ្យវីដេអូយើងវែងពេកយើងរកចាំទស្សនាឬក៏តាមដាននៅវីដេអូទី2តាក់ទងសំណួរទី32ដល់សំណួរទី50បងប្អូនណាបាទចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងដែរសូមអរគុណច្រើនសម្រាប់ការតាមដានរបស់បងប្អូនហើយសូមកុំភ្លេចជួយចុច like និង subscribe Channel ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូបន្តទៀតយកទៅសិក្សារៀនសូត្របាទចឹងជូនពរឲ្យការប្រឡងតេស្តទទួលបានលទ្ធផលល្អទាំងអស់គ្នាបាទ